ប្រធានាធិបតីពូទីនរីករាយចូលមើលការបែកបាក់គ្នារវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបស្របពេលបណ្ដាមេដឹកនាំប្រទេសមហាអំណាចអឺរ៉ុបរួមមានបារាំងចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ជាដើមចាប់ផ្ដើមលែងសូវទុកចិត្តទៅលើសហរដ្ឋអាមេរិកជំវិញចំនួនកោះ Greenland ដែលជាដែនដីនៅក្រៅប្រទេសរបស់ដាណឺម៉ាកនោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញអារម្មណ៍ពីការមិនខ្វល់ខ្វាយអំពីរឿងដែលលោក Donald Trump ចង់ដណ្ដើមគ្រប់គ្រងផ្ដាច់មុខនៅលើមហាកាសដ៏ធំបំផុតរបស់ពិភពលោកនៅតំបន់អាក់ទិកបណ្ដាញទូរទស្សន៍ល្បីល្បាញមួយនៅលើពិភពលោករបស់ឥណ្ឌា First Post News បានផ្សាយការពីយប់ថ្ងៃព្រហស្បតិ៍ទី22ខែមករាឆ្នាំ2026ថាលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថាមហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដណ្ដើមកាន់កាប់កោះ Greenland គឺពិតជាមិនមែនជាក្តីកង្វល់របស់យើងនោះឡើយស្របគ្នានេះមេដឹកនាំវិមានក្រំឡាំងរូបនេះក៏បានលើកឡើងអំពីប្រទេសរុស្ស៊ីបានលក់ទឹកដីអាឡាស្កាទៅឲ្យសហរដ្ឋអាមេរិកនេះអំឡុងឆ្នាំ1867ផងដែរលោកប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់នៅក្នុងសន្ទរកថាមួយតាមទូរទស្សន៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីថាអ្វីដែលកើតឡើងសម្រាប់ Greenland មិនមែនជារឿងរបស់យើងនោះទេប៉ុន្តែអ្វីដែលជាការគួរឲ្យសោកស្ដាយខ្លាំងណាស់ប្រទេសដាណឺម៉ាកតែងតែចាត់ទុកមហាកោះ Greenland ជាទឹកដីអាណានិគមហើយវាមានភាពខុសខើណាស់ប្រសិនបើរឿងនេះកើតឡើងប៉ុន្តែនោះជាបញ្ហាខុសគ្នាទាំងស្រុងហើយខ្ញុំសង្ស័យថានឹងមានអ្នកណាចាប់អារម្មណ៍ពីរឿងនេះនៅពេលនេះស្របគ្នានេះដែរទេភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ក៏បានផ្សាយថាលោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់ថាភាពជាម្ចាស់នៅលើទឹកដី Greenland មិនមែនជាកង្វល់របស់រុស្ស៊ីនោះទេហើយថាសហរដ្ឋអាមេរិកនិងដាណឺម៉ាកដែលគាត់ធ្លាប់រិះគន់ជាប្រវត្តិសាស្ត្រគួរតែដោះស្រាយបញ្ហានេះរវាងប្រទេសទាំងពីរស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែបង្កើននៅការចង់ដណ្ដើមកាន់កាប់កោះ Greenland នោះរដ្ឋាភិបាលក្រុងមូស្គូក៏រង់ចាំមើលដោយក្តីរីករាយចំពោះដំណើរឈានទៅរកការបែកបាក់គ្នារវាងរដ្ឋាភិបាលក្រុង Washington និងអឺរ៉ុបបើទោះជាសកម្មភាពរបស់មេដឹកនាំសហរដ្ឋអាមេរិកមានផលប៉ះពាល់ខ្លាំងដល់ប្រទេសរុស្ស៊ីដែលមានវត្តមាននៅតំបន់អាក់ទិករួចទៅហើយយ៉ាងណាក៏ដោយ